មួយសន្ទុះក្រោយមកបន្ទាប់ពីស្ដេចខ្លាស្ដេចចចស្ដេចស្វានិងឪពុករបស់រ៉ូសាបានមកដល់នាងបានទូលពិតប្រាប់ឪពុករបស់នាងថាពួកគេបានស៊ីកូនរបស់នាងហើយនឹងសម្លាប់ប្តីរបស់នាងត្រូវតែសងសឹកឲ្យនាងឪពុករ៉ូសាឮអញ្ចឹងហើយភ្ញាក់ផ្អើលខ្លាំងមែនទែនស្ដេចស្វាលោកត្រូវតែរកអយុត្តិធម៌ឲ្យខ្ញុំស្ដេចស្វាសួរពួកគេទាំង4នាក់ថាតើពួកឯងពិតជាបានសម្លាប់កូនក្មេងពិតមែនឬខើធីនិយាយថាយ៉ាងម៉េចតើពួកអ្នកចង់ដាក់ទោសខ្ញុំមែនទេរ៉ូសារំអុកនិយាយទៀតថាស្ដេចស្វាពួកគេជាមនុស្សប្រុសរបស់ប៉ៃសេងពួកគេច្បាស់ជាការពារនាងហើយស្ដេចស្វាឆាប់ចាប់នាងលក់ទៅបើយើងមិនចាប់នាងលក់ទេថ្ងៃក្រោយមិនដឹងថាមានកូនក្មេងប៉ុន្មានអ្នកទៀតទេដែលត្រូវបានចាប់ស៊ីនោះខើធីនិយាយយ៉ាងខ្លីៗបើសិនជាចង់វៃគ្នាអកលណាដឹងថាខើធីអ្នកនិយាយឬក៏ផាខិននិយាយទេពួកគេនិយាយថាបើសិនជាចង់វាយគ្នាឆាប់ចូលមកមិនចាំបាច់មកនិយាយពីអត់ប្រយោជន៍ច្រើននោះទេក្រុមទាំងពីរបញ្ចេញចង្កូមស្ទើរតែវាប្រហារគ្នាទៅហើយឪពុករបស់រ៉ូសានិយាយថាស្ដេចស្វាទៅលោកនៅចាំអីទៀតស្ដេចស្វាឈរគិតមួយសន្ទុះរួចនិយាយថាខើធីគេធ្វើត្រូវហើយឪពុករបស់រ៉ូសានិងរ៉ូសាភ្ញាក់ផ្អើលខ្លាំងមែនទែនតែលោកនិយាយថាស្អីនឹងស្ដេចស្វានិយាយថាខើធីគឺជាសត្វបង្វែងព្រៃគេមិនមែនជាសត្វនៅក្នុងទីក្រុងយើងទេដែលសំខាន់ពីទីនេះជាផ្ទះរបស់ប៉ៃស៊ីងហើយក៏ជាទឹកដីរបស់ពួកគេផងដែរតាមហេតុផលពួកយើងមិនអាចយកច្បាប់របស់ពួកយើងទៅដាក់ទោសពួកគេបាននោះទេនិយាយរំទៅស្ដេចស្វាដែលមិនធ្វើអីប៉ៃស៊ីងពួកវាត្រូវការប្រយោជន៍ពីប៉ៃស៊ីងយើងរ៉ូសានិយាយទាំងខឹងថាតើមានន័យថាយ៉ាងម៉េចគេបានស៊ីកូនរបស់ខ្ញុំក្រែងនេះទៅជាបញ្ហាមិនអញ្ចឹងឬស្ដេចស្វានិយាយថាកូនរបស់នាងជាអ្នកនំទុកអ្នកខ្លួននោះទេដៃគូរបស់រ៉ូសាហើយនិងឪពុករបស់នាងប្រាប់ឲ្យនាងសម្រួលអារម្មណ៍ពួកយើងគួរតែត្រឡប់ទៅវិញទៅរ៉ូសាខឹងខ្លាំងមែនទែនស្ទើរតែលប់សតិទៅហើយស្រែចង្រៃប៉ៃស៊ីងយើងនឹងមិនលើកលែងឲ្យនាងនោះទេយើងសុំស្បត់ក្នុងមួយជីវិតនេះយើងនឹងឲ្យនាងឯងសងយើងឈាមដូចឈាមថ្មិញដូចថ្មិញប៉ៃស៊ីងនឹងចាំទុកនៅក្នុងខួររបស់នាងទៅពេលនឹងពួកគេក៏ត្រឡប់ទៅវិញប៉ៃស៊ីងក៏លេចទៅឃើញស្ដេចខ្លារខិនឈប់សិនស្ដេចខ្លារខិនអរគុណលោកណាដែលបានមកទីនេះហេតុអីបានជាលោកដឹងថាពួកយើងនៅទីនេះស្ដេចខ្លារខិនសម្លឹងទៅមើលលើមេឃគឺជាគេមែនទេស្ដេចខ្លាងក់ក្បាលស៊ីងឆ្ងល់ថាមិនក៏ពួកគេអត់មកលេងពួកយើងអញ្ចឹងផាខើនិយាយថាបានហើយឆាប់ចូលទៅក្នុងទៅខាងក្រៅទៅជាណាអូនដឹងហើយខើទីនិយាយថាតើអូនមិនចង់ទៅមើលកូនពោះរបស់អូនទេឬពួកគេញើសអស់ហើយមែនឬអូនពិតជាចង់ឃើញពួកគេណាតើពួកគេនៅឯណាទៅពួកគេនៅខាងក្នុងអូនកុំរត់លឿនពេកទូរត់ចូលមកកូនសម្លាញ់នៅពេលដែលឃើញពួកតូចច្រើនពេកធ្វើឲ្យចាប់ផ្ដើមភ័យញើសកុំខ្លាចពួកគេមិនមែនជាពស់ដែលនៅតាមព្រៃនោះទេពួកគេគឺជាកូនរបស់ខ្ញុំស៊ីងចាប់ផ្ដើមបន្ធូរអារម្មណ៍កូនសម្លាញ់ម្លែមកពស់ដោយសារតែមិនទាន់ស្គាល់នាងជាម្លាយក៏ចាប់ផ្ដើមបញ្ចេញសម្លេងរ៉ាពស់ស៊ីចឹងពេលហ្នឹងក៏ឪពុករបស់នាងបែបខើធីនិយាយភាសាពស់អីចឹងធ្វើឲ្យកូនពលស្គាល់ថានឹងគឺជាម្ដាយចឹងស៊ីងសួរថាតើពួកគេមិនស្គាល់អូនទេឬខើធីនិយាយថាពួកគេតែញើសអញ្ចឹងហើយពួកគេមិនទាន់ស្គាល់អូនភ្លាមនោះទេមើលផាខើក្តាប់ដែរអូកាញ់អស់ហើយបានស្ទង់សម្លឹងទៅមើលស៊ីងរួចគិតថាមើលទៅសត្វពស់នេះមិនអាក្រក់ទេដើម្បីបាននៅក្បែរស៊ីងគេសុខចិត្តមករស់នៅកន្លែងគ្មានសុវត្ថិភាពបែបនេះមើលទៅពេលនេះខ្ញុំគ្មានហេតុផលអីដែលត្រូវនៅទីនេះទៀតនោះទេអូយសិនអាណិតហ្មងស៊ីងបានរៀបចំបបរដើម្បីបញ្ចុកកូនខើធីបាំងមើលនេះចោះ Winston បានដើរចូលទៅដើម្បីទៅប្រមូលចានឆ្នាំងខើធីសម្លឹងទៅមើល Winston រួចនិយាយថាពេលនេះយើងមកហើយឯងអាចត្រឡប់ទៅវិញបានហើយ Winston លឺហើយគៀងដោយនិយាយអីមិនចេញអូយមានអាណិតខ្លាំងមែនតើនិយាយរំទៅ Winston ហ្នឹងក៏ជាដៃគូរបស់ស៊ីងដែលវេទនាដូចគ្នាវេទនាដូចផាខើអញ្ចឹងស៊ីងក៏ថាវាដូចជាមិនសមហេតុផលបន្តិចហើយដែលប្រញាប់ឲ្យ Winston គេចេញទៅបែបនេះប៉ុន្តែគេមិនមែនជាដៃគូរបស់ខ្ញុំទេដូច្នេះហើយគេមិនអាចនៅទីនេះបានរហូតនោះទេ Winston សួរស៊ីងថាតើខ្ញុំអាចយកស្បែកសត្វដែលនាងបានឲ្យខ្ញុំកាលពីលើកមុនទៅវិញបានដែរទេប្រកាសជាបានហើយអរគុណច្រើនហើយអញ្ចឹង Winston បានចាក់ចេញទៅហើយមើលទៅមុខរបស់គេដូចជា
តានតឹងនិងសោកសៅណាស់អញ្ចឹងព្រះអាទិត្យបានរះមកធ្វើឲ្យព្រឹត្តិការណ៍ចាប់ផ្ដើមរលាយបន្តិចម្ដងខ្ញុំឈរមើលមនុស្សទឹកកករបស់ Winston យ៉ាងយូរហើយក៏មានអារម្មណ៍ថាសោកសៅខ្លះៗដែរស៊ីងតើអូនកំពុងតែមើលអីហ្នឹងថាខើអូនកំពុងតែមើលមនុស្សទឹកកកបងគិតថានេះជាកំហុសរបស់អូនទេមិនក៏មនុស្សទឹកកករបស់ Winston ឆាប់រលាយលឿនម្ល៉េះខើបំរុងនឹងនិយាយអីមួយខើធីចូលមកដល់បងរៀបចំអាហារពេលព្រឹករួចហើយពេលនោះស្រាប់តែឮសំឡេងដូចខ្លោយដូចផ្លុំកញ្ចែហើយចឹងអ្នកគ្នាស៊ីងនិយាយថាក្រែងនេះជាសញ្ញាដែលស្ដេចស្វាប្រើសម្រាប់ហៅមនុស្សស្រីទៅមានរឿងអីកើតឡើងមែនទេហើយចាស់លើកនេះអូនខ្ជិលទៅខ្លាំងណាស់ថាខនិយាយថាមិនបានទេអូនត្រូវតែទៅច្បាស់ជាក្របស្រូវហើយក្របស្រូវត្រូវបានមនុស្សស្រីជាអ្នកធ្វើវាមនុស្សស្រីគ្រប់គ្នាត្រូវមានចានម្នាក់មួយហើយមនុស្សប្រុសក៏មិនអាចទទួលបានវាដែរស៊ីងនិយាយទាំងភ្ញាក់ផ្អើលក្របស្រូវអញ្ចឹងឬតែមានរឿងបែបនេះដែរមែនទេតើគេឲ្យយើងទៅទេមែនទេហើយក៏និយាយថាមែនហើយគេធ្វើរើតែឆ្នាំនឹងមែនតែក៏សម្បុរធំប៉ុណ្ណោះដែលអាចធ្វើបែបនេះបានមើលតែទឹកមុខរបស់ខើធីខឹងផាក់ខើប៉ុណ្ណាដែលថាស៊ីងនឹងនិយាយថាមិនទៅហើយប្រតែបែរជាជំរុញឲ្យស៊ីងទៅវិញខើធីដើរចូលមកនិយាយថាតោះទៅដាក់ចំណីឲ្យកូនពលរបស់យើងសិនទៅថាខើនិយាយថាមិនបានទេស៊ីងត្រូវតែយកក្របស្រូវជាមួយនឹងយើងឯងចង់ទៅតែម្នាក់ឯងក៏ទៅម្នាក់ឯងអាណាគេឲ្យទៅតែមនុស្សស្រីទៅជាមួយបានគេឲ្យព្រះអើយពួកគេទាំងពីរអ្នកឆ្លោះគ្នាទៀតហើយសូមអង្វរខើធីអូនឆាប់ត្រឡប់មកវិញទេណាបងនៅមើលកូនរបស់យើងទៅអូនសន្យាថានឹងទៅមិនយូរនោះទេឆាប់ត្រឡប់មកវិញអូននឹងមិននៅលេងច្រើនឡើយខើធីនិយាយថាបងនឹងទៅជាមួយអូនហើយយកកូនពលរបស់យើងទៅដែរស៊ីនិយាយថាមិនបានទេអូនខ្លាចថាពួកគេនឹងរត់ចេញហើយយើងពិបាករកពួកគេណាចាប់បើពេលកូនចចកខាំពួកគេតើគិតយ៉ាងម៉េចទៅស៊ីងក៏ចាប់ទាញដៃផាខើចេញទៅខើធីខឹងខ្លាំងមែនតែបន្ទាប់ពីស៊ីងមិនស្ដាប់តាមខ្លួនគេក៏បានចាប់កូនរបស់ខ្លួនឯងបោកឡើយនឹងអាចមានសម្រាប់ថាខើធីគឺអត់ចង់បានកូនទាំងអស់នឹងទេបើសិនជាមនុស្សស្រីផ្សេងទេប្រហែលជាបានតែប្រកាសកូនហើយគឺប្រឡែងចូលតាមព្រៃហើយមូលហេតុដែលខើធីអត់ចង់បានកូនអស់នឹងគឺមានមូលហេតុច្រើនទៀតតែអត់អាចប្រាប់បានទេពេលកូនពេលធំឡើងមិនគឺចង់ប្រាប់ដែរតែប្រាប់មុនទៅវាខូចសាច់រឿងហើយអញ្ចឹងក៏អធិស្ឋានចំពោះសម្លេងមិនខានផងដែរកូនពោះវាចេញពីកន្ត្រកលោកពុកសាហាវខ្លាំងណាស់ទៅឯណាម៉ែពុកខ្ញុំចង់បានអ្នកម៉ែវិញខើធីសម្លឹងមើលកូនពោះដែលទឹកមុខមិនសប្បាយចិត្តឬក៏បន្ធូរអារម្មណ៍វិញឬក៏ច្រាញ់មកវិញសំណាងឲ្យដែរកន្ត្រកមិនខ្ទេងនេះគឺជាស្នាដៃរបស់ស៊ីងកូនមិនបារម្ភតែបារម្ភកន្ត្រកទៅគួរបន្ទារបស់ស្ដេចស្វាមានប្តីប្រពន្ធមួយគូបានយកកូនស្រីមកបង្អួតគេយំនិយាយទៅក្នុងរឿងនេះគឺមនុស្សស្រីគឺសំខាន់បំផុតពេលអ្នកដែលមានកូនស្រីគឺមានមុខមាត់ខ្លាំងបំផុតស៊ីងសួរផាខើថាតើនោះគឺជាកូនស្រីមែនទេពិតមែនហើយវាល្អណាស់បើសិនជាពួកយើងអាចមានកូនស្រីបានដែរនោះមើលចាស់នាងដូចជាចូលចិត្តអូនណាម្ដាយរបស់គេក៏ងាកមើលអូនមុខអាក្រក់សាហាវចិត្តអាក្រក់ទៀតនាងបានគិតថានោះគឺជានាងគេនាំគ្នានិយាយថាជាមនុស្សស្រីដែលចូលមកថ្មីមកនៅក្នុងទីក្រុងសាច់នាងមានសម្បល់សស្អាតពិតដូចគេនិយាយមែនប៉ុន្តែខ្ញុំអាចប្រើកំណត់កូនខ្លាញីបានមើលថែកូនរបស់យើងឲ្យបានល្អផងកុំឲ្យគេលួចបាត់ស៊ីងក៏ថាមានកូនស្រីមួយសោះអីក៏អឿម្លេះវាហាក់ដូចជាមានកូនស្រីម្នាក់គឺអស្ចារ្យជាងអ្នកដែលមានកូនប្រុសពីរនាក់ទៅទៀតសមត្ថភាពបរិសុទ្ធស្ត្រីគឺមានសតុល្យភាពខ្ញុំចាំបានថាផាខើបាននិយាយថាមនុស្សស្រីអាចរក្សាបាននៅស្ត្រីមានតុល្យភាពក្រោយពីសម្រាប់កូនស្រីជាមូលដ្ឋានក៏សម្ព័ន្ធវាហាក់ដូចជាមនុស្សស្រីល្អមិនល្អអាស្រ័យទៅលើថាតើពួកនាងធ្លាប់មានកូនស្រីឬអត់ពិតជាក្បាច់ក្បូរច្រើនមែនបន្ទាប់ពីគ្រប់គ្នាមកប្រមូលផ្ដុំហើយគ្រប់គ្នានៅទីនេះទាំងអស់ហើយមែនតែអញ្ចឹងពួកយើងចាប់ផ្ដើមចែកអំណោយពួកគេចាប់ផ្ដើមចែកអង្គម្នាក់មួយចានស៊ីងសួរថាសុំចាំបន្តិចទៅអ្នកបានប្រើកំណត់ដល់កូនតូចកាលពីឆ្នាំមុននឹងត្រូវទទួលបានក្របស្រូវថែមមួយចានទៀតមែនទេមែនហើយពិតជាល្អខ្លាំងណាស់ពេលនឹងផាខើនិយាយថាអ៊ីគូជីមិនបាច់ចាំបាច់រកស្អីមកច្រកទៀតនោះទេចាក់វាលើបាតដៃខ្ញុំក៏បានដែរស៊ីងនៅពេលដែលសម្លឹងឃើញអង្គហើយធ្វើឲ្យនាងសប្បាយចិត្តខ្លាំងណាស់វាពិតជាល្អខ្លាំងណាស់